chỉ hỏi anh nơi lùi lẹ tẹt tương lu màu giản tiết dương cho nó thả tao bong thay sự thay bao dương nữa lực lên tôi hệ anh đại tế đại anh có bọt cọt bẹp nỉ nu này ha anh bứt gọn នេះជារឿងដែលពួកគេអាចប្រើប្រឆាំងនឹងខ្ញុំមែនទេមុនតែខ្ញុំភ្ញាក់ដឹងខ្លួនគឺជាសម្រាប់ដឹកគ្មានប្រយោជន៍សោះសិនយ៉ាងស៊ូឯងបានប្រឡងធ្លាក់នៅថ្នាក់ប្រថមហើយខ្លាចជាសិស្សអនុវិទ្យាល័យមែនទេយើងក៏ថាយើងមិនគួរឲ្យគេឯងជាសាធារណៈដែរទេប៉ុន្តែដោយសារឯងជ្រើសរើសការប្រយុទ្ធស្លាប់ព្រោះយើងមិនខ្លាចប្តឹងគ្រួសារពួកឯងឡើយការលួចរបស់អ្នកដទៃគឺជាអំពើខុសច្បាប់ចំនួនប្រាក់បញ្ញើធនាគារគឺធំណាស់វាគ្រប់គ្រាន់ដើម្បីបញ្ជូនគ្រួសារឯងទាំងមូលទៅគុកហើយ ឯងគិតថាគ្រួសារឈីអាចការពារឯងរហូតមែនទេអ្នកណាដឹងថាឯងកំពុងពោះកូនអ្នកណាឯងថែមទាំងចង់បានមហាសេដ្ឋីជាអ្នកទទួលខុសត្រូវឯងទៀតយីយូលៀងគេស្អប់ឯងខ្លាំងណាស់មកដល់ពេលនេះហើយឯងនឹងមិនដឹងខ្លួនទៀត ម៉ាក់ក្មេកពិបាកចិត្តតែខ្ញុំមកយឺតមែនទេ ខ្ញុំមកដល់ហើយខ្ញុំមកដល់ទាន់ពេលដែលម៉ាក់ក្មេកកំពុងនិយាយមូលបង្កាច់ត្រកូលឈ្លីរបស់ខ្ញុំគិតថាម៉ាក់ធ្លាប់ដឹងពីច្បាប់របស់ក្រុមហ៊ុនជាយ៉ាវគ្រប់របស់ពួកយើងហើយវានឹងមានសំណាងច្រើនទៀតដែលកំពុងរងចាំនៅម៉ាក់ក្មេកមិនបានជលុកในការពេលនេះលោកមិនឃើញរូបថតដែលខ្ញុំផ្ញើទៅឲ្យលោកបាញ់ទេអី ចាប់ហើយតែនេះមិនមែនជាការដាក់ស្នាលើក្បាលប្តីរបស់ខ្ញុំជាសាធារណៈទេមិនបានវាបង្ហាញរូបភាពបែបនេះដាក់ប្តីយើងវិញលោកប្តីរូបថតតែនោះច្បាស់ជាគេកាត់តទេបងមិនត្រូវជឿគេទេ តើអ្នកណានឹងជឿពាក្យដែលឯងកំពុងនិយាយទៅ បងជឿព្រោះប្រពន្ធបងនៅក្រៅមើលទៅគឺស្អាតជាងនៅក្នុងរូបនេះទៀត ចាំមិនឃើញទេលោកស្រីកំពុងព្យាយាមញុះញង់ឲ្យពួកគេបែកបាក់គ្នាទំនាក់ទំនងពួកយើងផ្អែមល្ហែមណាស់មើលចុះប្តីប្រពន្ធមកគូនេះផ្អែមល្ហែមពិតមែនចំណែកអាម្ដាយនោះវិញព្យាយាមបំបែកកូនស្រីទៅវិញនាងអាក្រក់ពិតមែន កូនប្រសាទដ៏ល្អរបស់ម៉ាក់ព្រឹត្តិការណ៍នេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ មែនហើយជាការយល់ច្រឡំទេ គឺយល់ច្រឡំ មែនហើយ យល់ច្រឡំបែបអញ្ចេះណាគឺធ្វើអ្វីៗគ្រប់យ៉ាងឡើងវិញមកលើកលែងតែថ្លៃទឹកដោះជាដើមគឺពួកយើងមិនរំខានទៀតទេ លោកប្តីតើគ្រួសារយើងមិនមែនជាអ្នកចាត់ចែងទេកុំសំបីតែគិតអំពីរឿងនឹងឯសោះលោកស្រីត្រូវយកលុយទាំងអស់មកដាក់នៅឡានរបស់តាកូឈីឲ្យបានត្រឹមថ្ងៃនេះខ្ញុំនឹងឲ្យគេទៅពិនិត្យផ្ទះនៅថ្ងៃស្អែកចំពោះលុយដែលលោកស្រីបានចំណាយរួចហើយចាត់ទុកថាជាថ្លៃផ្ដាច់ទំនាក់ទំនងពីគ្រួសារសិនចុះចាប់ពីពេលនេះតទៅខ្ញុំគ្មានទំនាក់ទំនងទៀតទេអត់ត្រូវហើយការងារដែលមានស្ថិរភាពសម្រាប់ស៊ូយ៉ាវនោះបានមកដល់ហើយ អ្នកទាំងពីរជាប់ចោតពីបទលួចទ្រព្យសម្បត្តិអ្នកដទៃមកតាមពួកយើងមក យ៉ាស៊ូការងារដ៏អស្ចារ្យរបស់ឯងគឺត្រូវដេកខោអានអ្នកទោសនៅក្នុងគុកនោះអី បងស្រីកុំអី កូនស្រីឯងយល់ច្រឡំហើយកូនស្រី លោកប្តីតើយើងទៅមិនបានចូលពាក់ស្បែកជើងកែងអញ្ចឹង គឺថាបែបនេះការពាក់ស្បែកជើងកែងចាធ្វើអូនមើលទៅមានអំណាចជាងមុននៅទីនេះមនុស្សច្រើនណាស់ដែលអូនចោះទៅ ខាងក្រៅទៅតែភ្លៀងរអិលណាដើម្បីសុវត្ថិភាពអូននិងកូននៅក្នុងរង្វង់ដៃបងទៅ ផ្អែមល្ហែមណាស់អញ្ចឹងអូនទុកឲ្យបងត្រឹមត្រូវនឹងការឈឺចាប់ដ៏រឹងមាំនេះអស់មួយជីវិតទៅចាអរគុណលោកប្តីឆាំក៏ចុះមកដៃបងប្រកាសជាឈឺហើយទុកឲ្យអូនម៉ាស្សាឲ្យបងចុះចំពោះរឿងរូបថតនោះគឺថាលិខិតសារភាពកំហុស
ចំពោះពាក្យនេះរិះគន់ដើម្បីស្ថាបនាណាម៉ាក់ពិតជាអស្ចារ្យមែនចេះបែបបាត់គ្រប់ទម្រង់ប៉ុន្តែមិនបានជាណាម៉ាក់សរសេរលិខិតសារភាពកំហុស ម៉ាក់បានធ្វើខុសចំពោះកូនសំណាងឲ្យដែលអាលៀងបានចេញមុខទៅការពារកូនថ្ងៃនេះបើមិនដូច្នោះទេម៉ាក់ប្រហែលជាត្រូវបានស្លាប់ម្នាក់ឯងនៅក្នុងផ្ទះហើយនេះមិនមែនជាលើកទី1ទេដែលដន្លងគាត់តែងតែទៀមទានោះពីកូនម៉ាក់ត្រូវតែប្រឆាំងយ៉ាងខ្លាំងចំពោះកូនក៏ដោយសារតែដូច្នេះហើយគឺដូច្នេះហើយទើបម៉ាក់សរសេរលិខិតបែបនេះម៉ាក់នឹងមិនកិច្ចខ្លួនឡើយមិនឲ្យមិនថាទណ្ឌកម្មស្រាលឬធ្ងន់ទេណាទុកឲ្យព្រមលិខិតជាអ្នកកំណត់ទៅចុះណអ្នកកូនកូនអាចមករកប៉ាបាន បងប្អូនទាំងអស់គ្នាដឹងអត់ប្រេនស៊ូជីឥឡូវមានវីតាមីនសម្រាប់គីឡូហើយធានាបងប្អូនទាំងអស់គ្នាអស់មួយកំប៉ុងស្រកពី3ទៅ6គីឡូអត់ធ្វើទុកអត់រាករូសផ្សំចេញពីធញ្ញជាតិស្រកលឿនហើយអត់ប៉ះពាល់សុខភាពញ៉ាំមួយថ្ងៃមួយគ្រាប់គឺអាចដុតរំលាយជាតិខ្លាញ់អាក្រក់នៅក្នុងខ្លួនបងប្អូនទាំងអស់គ្នាបានឆាប់រហ័សនិងលឿនបំផុតអញ្ចឹងសម្រាប់អ្នកដែលមានបញ្ហាឡើងគីឡូសូម្បីតែមិនញ៉ាំក៏ឡើងគីឡូអាចមកសាកប្រាជាមួយនឹងវីតាមីនសម្រក់ស៊ូជីបានអញ្ចឹងបងប្អូនដែលធាត់ឬអ្នកដែលចង់រក្សារាងគួរតែជ្រើសរើសជាមួយនឹងប្រេនស៊ូជីដែលតែងតែផលិតផលល្អមានស្តង់ដារគុណភាពសុវត្ថិភាពជូនអតិថិជនយកទៅប្រើប្រាស់ហើយសម្រាប់តម្លៃគឺធូរថ្លៃខ្លាំងមែនទែនអញ្ចឹងបងប្អូនទាំងអស់គ្នាអាចរកទិញវីតាមីនសម្រក់ស៊ូជីបាននៅតាមផ្សារនិងនៅគ្រប់25ខេត្តក្រុងខ្ញុំចង់និយាយថាចំពោះរឿងនេះមិនស័ក្តិសមសម្រាប់ទទួលកំហុសឡើយគ្រួសារពួកគេបានបំផ្លាញខ្ញុំបានផ្ដាច់ការតាក់ទងពួកគេរួចអស់ហើយកាត់ផ្ដាច់ទំនាក់ទំនងទោះបីជាកាត់ផ្ដាច់ក៏កូននៅតែជាសាច់ឈាមរបស់គេហើយខ្សែស្រឡាយសាច់ឈាមទាំងនោះពួកគេគ្រាន់តែយកខ្ញុំជាឧបករណ៍សម្រាប់បញ្ជាប៉ុណ្ណោះសម្រាប់ខ្ញុំអ្នកដែលស្រឡាញ់ខ្ញុំនិងកូនពិតប្រាកដទើបជាគ្រួសាររបស់ខ្ញុំតើពិតទេបងនឹងឲ្យមេធាវីរៀបចំឯកសារយកលុយអូនត្រឡប់មកវិញហើយបងនឹងផ្ទេរលុយនោះចូលទៅក្នុងកាតអូននៅពេលក្រោយយល់ព្រមម៉ាមើលគាត់ចុះគាត់ដូចជាគល់ឈើយ៉ាងអញ្ចឹងម៉ាយល់ពីចិត្តកូនប្រុសម្នាក់នេះពេលខ្លះគេក៏ត្រូវការលួមដែរអញ្ចឹងតើឲ្យខ្ញុំជាអ្នកលងគេចុះសេលេងលៀនឥឡូវនេះបើសិនជាមិត្តល្អបំផុតរបស់លោកត្រូវងងឹតភ្នែកមួយរយៈតើលោកនៅរាប់អង្គជាមិត្តទៀតទេចាត់ទុកថាខ្ញុំគឺជាកំណត់ទ្រព្យរបស់លោកចាស់ពួកយើងអាចខ្លាចជាមិត្តនឹងគ្នាបានទេហាសៀវជឺជៀននោះអាស្រ័យលើអាកប្បកិរិយារបស់នាងហើយបែបនេះតើខ្ញុំនឹងព្យាបាលនាងឲ្យជាបើមានសម្រាមនោះតែយើងនឹងត្រូវយកសម្រាមនោះដាក់ចូលក្នុងថង់ហើយកាន់ឲ្យម៉ត់តែមែនទេបើចាឲ្យឆ្ងាយកុំឲ្យបំផ្លាញបរិស្ថានអ្នកណាដែលបានធ្វើមិត្តជាមួយនឹងខ្ញុំនឹងថ្នាក់ថ្នមម្នាក់បំផុតដូច្នេះបងចង់រាប់អាននាងជាមិត្តដែរទេក្រែងបងជាមិត្តដ៏ល្អបំផុតរបស់អូនហាញ់តាមិត្តដ៏ល្អតែអូនពូការចាប់យកចំណុចសំខាន់របស់បងណាស់មែនទេតែបងនៅគិតអំពីរដ្ឋាភិបាលនោះទៀតដែរអូនអាចបញ្យល់បងបានអូននឹងបញ្យល់យ៉ាងម៉េចទៅបងគឺជាមនុស្សដែលស្មោះត្រង់បងបានផ្ដល់មុខមាត់ឲ្យអូនជាសាធារណៈដូច្នេះអូនខាងជឿជៀនបានជំពាក់គុណបងចំពោះរូបថតនោះវាពិតជាភាពល្ងងខ្លៅប៉ុន្តែអូនធានាថាកូនក្នុងពោះរបស់អូនគឺជាកូនបង 100% អញ្ចឹងបងគួរអរគុណអូនតាមការពិតទៅពោះរបស់អូនកាលនឹងវាមិនតាន់ធំទេមនុស្សគួរតែសម្លឹងមើលទៅមុខមុនអូនស្បត់ថាអូននឹងមិនធ្វើរឿងបែបនេះទៀតទេបងនៅតែមិនតាន់អត់ទៅអូនទៀតយល់ព្រមអញ្ចឹងអូននឹងប្រឹងអស់ពីសមត្ថភាព
ហើយសងបងដល់ខ្លួនប្រាំចាស់ បងមានប្រជុំអូនទៅសម្រាប់សិនចុះ ខ្មាស់គេណាកំណត់ខិតខើរបស់ខ្ញុំត្រូវបានគេរកឃើញមិនអីទេនៅមានឱកាសលើកក្រោយយ៉ាងណាក៏ដោយតែហូបក្តារនេះគឺជាប្តីរបស់ឯងហើយ ទិន្នន័យក្រោយខាងផ្នែកទីផ្សារគួរតែផ្ដោតលើប្រសិទ្ធភាពនិងភាពជាក់ស្ដែងរបស់ផលិតផលផ្នែកទីផ្សារគួរតែជំរុញការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញផ្ទាល់ឲ្យខ្លាំងក្លានិងដណ្ដើមយកទីផ្សារអាមេរិកខាងជើងមកវិញឲ្យបានឆាប់ លោកប្តីសម្លេងរបស់បងពិតជាមានអំណាចនិងតាក់ទាញខ្លាំងណាស់នៅពេលបងធ្វើការអូនពិតជាពេញចិត្តខ្លាំងណាស់ មានអីមែនទេ តែមានអ្វីដែលអូនអាចជួយបងបានដែរទេអូនបានយកសុបមកឲ្យបងពិតមែនហើយអូនធ្វើវាដោយផ្ទាល់ដៃជូនបងជាពិសេស អេងតាមពិតឯងនៅកន្លែងធ្វើការទេហ៎ម៉ាក់លើក្រុមការងារគេនិយាយថារយៈពេល6ខែទៀតគឺជាពេលដែលសំខាន់សម្រាប់ការវិវត្តរបស់ទារកការស្ដាប់ការអានរឿងនិទាននិងកំណាព្យសុទ្ធតែល្អណាវាជួយឲ្យទារកស៊ាំនឹងសម្លេងរបស់ឪពុកម្ដាយនិងពង្រឹងចំណងមិត្តភាពរវាងប្តីប្រពន្ធទៀតផង ធ្វើបែបនេះពិតជាបានផលមែនទេទោះយ៉ាងណាក៏ដោយខ្ញុំនឹងសាកល្បងវាទៅចុះបងត្រូវប្រើសម្លេងដូចគ្នាពេលដែលបងប្រជុំសម្រាប់ការអប់រំកូនក្នុងផ្ទៃអំបញ្ញមិញនេះ កាលពីព្រៃនាយមានក្រុមហ៊ុនមួយឈ្មោះជាយ៉ាវអាចរកចំណូលបានសរុបក្នុងទិន្នន័យរបស់ក្រុមហ៊ុននេះបានរហូតដល់125 មីលានយួនដែលកើនឡើង 45% បើធៀបនឹងឆ្នាំមុនហើយលំហូរសាច់ប្រាក់កើនឡើងដល់ 48 មីលានយួនអូមែនហើយនេះមិនមែនជាការអប់រំកូនក្នុងផ្ទៃទេ អត់ទេកុំឈប់អូនជាចិត្តស្ដាប់ភាពស្មោះត្រង់ដ៏ច្បាស់កន្លែងទាំងនេះទើបលេចដែលផ្លាស់ប្ដូរធ្វើឲ្យអូនមានអារម្មណ៍ស្រស់ស្រាយនិងមានធម៌ពលសូម្បីតែកូនក៏មាន